Và sau đấy ởในcái videoថ្មីមួយដែលចង់បង្ហាញពីពេលកាមេរ៉ា Wi-Fi អញ្ចឹងកាមេរ៉ានេះគឺវាមាន megapixel គឺ3 megapixel ហើយតកតងជាមួយនឹង lens របស់វាបាទគឺប្រភេទ160 degree អញ្ចឹងវា support Wi-Fi វាមានយើងអាចនិយាយឆ្លងឆ្លើយបានមាន detect human detect បាទហើយចំណុចពិសេសមួយទៀតតកតងជាមួយនឹងការ live view យើងអាចរើស mode បានគេឧទាហរណ៍អញ្ចឹងនេះដូចជានៅក្នុង app ដែលយើងប្រើគឺបាទគេអញ្ចឹងនេះជា app អញ្ចឹងកាមេរ៉ារបស់យើងគឺភ្នែកតែមួយទេតែយើងអាចធ្វើចេញប្លង់2បានអញ្ចឹងប្លង់ខាងក្រោមនេះគឺជាប្រភេទប្លង់ zoom ហើយខាងលើគឺវាចាប់ wide ធម្មតាអញ្ចឹង zoom នេះយើងអាចសេរីអាចទាញ view យើងចង់ view កន្លែងណាវាច្បាស់អញ្ចឹងយើងអាចសេរីមើលបានអញ្ចឹងយើងអាចមើលបាន2ប្លង់បាទយើងបញ្ជាលើនេះវាបានយើងសេរីលើនេះវាបានអញ្ចឹងយើងមាន setting ចូល setting វាមកអូខេអញ្ចឹងតកតងមួយ device setting អញ្ចឹងយើងមានកាមេរ៉ា screen mode អញ្ចឹង screen mode យើងអាចរើសបាន3 single mode និង split screen ហ្នឹងដូចមិញហ្នឹងហើយ inverse នេះ mode ផ្សេងគឺ mode វា2យើងអាចបញ្ជាបវល PT បានទេអានេះយើងចេញទៅមួយទេនេះតកតងមួយយើងបើក microphone តកតងមួយ flip roof ហើយ July នេះយើងអាចទៅតកតងមួយវា auto ភ្លើងហ្នឹងឬក៏យើងបើកផ្នែក mode បាទអញ្ចឹងនេះយើងឲ្យវា auto យប់ឡើងវាមិនបានធ្វើហើយយើងមានទៀតតកតងមួយខាងក្រោម alert setting ចឹងក្នុង alert setting យើងមានបើកជា human detect មានបើកជា motion detect គេអញ្ចឹងយើងអាចបើកហើយយើងកំណត់ alert នេះតកតងមួយ AI អញ្ចឹងអានេះវាត្រូវការទីអញ្ចឹងមានតែបើក siren មាន siren ហើយនឹងសលេង default វាមួយអញ្ចឹងគឺក៏យើងអាច add សលេងបន្ថែមចូលបានអញ្ចឹងយើង customize និយាយទៅអូខេអញ្ចឹងចំណុចផ្សេងយើងអាច view មានប្លង់មួយ live view ហើយយើងអាចទាញបរិយាមើលប្លង់ផ្សេងដោយអត់ប៉ះពាល់ប្លង់មួយបរិយាមើលទីតាំងផ្សេងហ្នឹងតែ lens វា lens តែមួយ